អាហារពេលព្រឹករួចគឺដើរលេងកម្សាន្តនៅលើកោះរ៉ុងសន្លឹមនេះទៅកាន់ឆ្នេរ Lazy Beach មកដល់ហើយនៅខាងឆ្នេរ Lazy Beach នៅលើកោះរ៉ុងសន្លឹមចេញពី Lazy Beach ទៅវិញហើយទៅកាន់ឆ្នេរសារ៉ាសេនបេវិញដើម្បីញ៉ាំអាហារថ្ងៃត្រង់